បាទក្រុមជំនាញសួរម៉ែបងប្អូនបាទថ្ងៃនេះយើងមានចំណេះដឹងថ្មីមួយទៀតទាក់ទងជាមួយនឹងរបៀបតាមដានគុណភាពធុងរបស់យើងមានអតិថិជនមួយចំនួនក៏តែងតែសួរថាតើធុង FOP ឬក៏ធុងយ៉ាងហៅសាមញ្ញថាស្មាច់នោះបាទវាប្រើទៅវាមានអាយុកាលរបស់វាអត់ឬក៏ពេលណាទៅដែលវាខូចហើយវាមានផលប៉ះពាល់អីខ្លះហើយនឹងមួយទៀតជាប្រភេទ inox បាទអញ្ចឹងយើងនឹងធ្វើការរៀបរាប់តាក់ទងពីចំណុចទាំងអស់នេះប៉ុន្តែថ្ងៃនេះយើងលើកយកតាក់ទងជាមួយនឹងប្រភេទ FOP ប្រភេទស្មាច់និយាយថាប្រភេទ FOP នេះមែនតើទៅវាមានពណ៌ច្រើនក៏ប៉ុន្តែវាមិនខុសគ្នាទេខុសតែពណ៌ទេគឺបាទនៅលើទីផ្សារបច្ចុប្បន្នអាចមានជាប្រភេទពណ៌ខៀវពណ៌ប្រផេះឬក៏គេហៅថាពណ៌កាអំពើជាដើមបាទអញ្ចឹងអាហ្នឹងគឺជាប្រភេទធុងតែមួយទេអញ្ចឹងវាកើតឡើងចេញពីប្រភេទគេហៅ fiberglass រុំហើយវាមានការស្រោបជាមួយនឹងពណ៌ជាដើមអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់បើសិនជាវាមានភាពគេហៅថាខូចគុណភាពឬក៏អាយុកាលចន្លោះពេលកំណត់មួយហ្នឹងវាមានអាការៈច្រើនទី1តកតងជាមួយធុងនេះចំពោះការប្រើប្រាស់ខុសបច្ចេកទេសអាចធ្វើឲ្យមានការបែកអញ្ចឹងគណៈបែកវាមានស្នាមប្រេះឬក៏ស្នាមបែកនៅលើធុងហ្នឹងវាធ្វើឲ្យលហែកអាស្រទាប់ fiberglass ចេញមកហើយពេលខ្លះប្រេះមែនប៉ុន្តែប្រើបានមានន័យថាអត់ជ្រាបទឹកទេក៏ប៉ុន្តែបើសិនជាប្រេះបែកអីហើយមានការជ្រាបទឹកអានឹងមានន័យថាប្រើលែងកើតហើយអានឹងទី1ទី2ពេលដែលប្រើយូរឆ្នាំទៅអត់មានការកពិតបែកអីខូចទេប៉ុន្តែស្លកពណ៌ហើយចាប់ផ្ដើមឡើងសឹកបាទសឹកសបកធុងហ្នឹងឬក៏វាឡើងហៅថាបែកដូចប្រភេទរោមសัตว์អញ្ចឹងបាទអាហ្នឹងគឺអាយុកាលរបស់វាក៏វាចាប់តាមថយចិត្តដល់ពេលខូចដែរហើយអាហ្នឹងពេលដែលវាឡើងបែកតិចជាប្រភេទដូចរោមសัตว์ហ្នឹងអាហ្នឹងពេលយើងប៉ះទៅអាចមុតហើយអាហ្នឹងក៏បញ្ជាក់អំពីថាគុណភាពរបស់ធុងនេះគឺចិត្តដល់អាយុកាលមួយដែរតែខូចហើយតែការផ្លាស់ប្ដូរដែរហើយទី2ទៀតមានន័យថានៅពេលដែលយើងឃើញបែបនេះឬក៏មានការស្នាមប្រេះជាដើមត្រូវមានការតាមដានមែនទែនតាក់ទងជាមួយនឹងសម្ពាធពីពួកអីនៅលើធុងនេះមានន័យថាស្តង់ដារពីរោងចក្រឬក៏ប្រភេទធុងទាំងអស់បាទគឺមានកំណត់ហើយ mark pressure របស់វាគឺ10 bar ឬក៏150 psi អញ្ចឹងអាហ្នឹងបើសិនជាវាធុងនឹងចាស់ហើយមានការប្រើប្រាស់សម្ពាធការឡើងខ្ពស់ពីស្តង់ដារនេះអាចធ្វើឲ្យមានការបែកប្រេះឬតែម្ដងបាទហើយនឹងមួយទៀតកត្តាតាមដានបើសិនជាធុងហ្នឹងមានឆ្លប់មានបញ្ហាស្នាមប្រេះឬក៏អីហើយក៏ប៉ុន្តែអត់ជ្រាបទឹកទេក៏ប៉ុន្តែនៅពេលដែលពុកម៉ែបងប្អូនប្រើប្រាស់ទៅវាមានសលេងបាទសលេងរីករួមវាលេងព្រឹបដូចរបៀបថាក្តារអបាក់ឬក៏របស់អបាក់ហ្នឹងអាហ្នឹងមានន័យថាសបកធុងនេះកំពុងតែជួបបញ្ហា quality របស់វាធ្លាក់ចុះហើយអញ្ចឹងអាហ្នឹងអាចធ្វើការផ្លាស់ប្ដូរបើសិនជាយើងប្រើប្រាស់បន្តទៀតអាចនឹងជួបបញ្ហាប្រេះបែកឬក៏មានបញ្ហាផ្សេងៗណាមួយបាទអញ្ចឹងនេះតកតងមួយចំណុចខ្លះតកតងជាមួយនឹងការតាមដានគុណភាពធុងប្រភេទ FOP បាទអញ្ចឹងនៅវីដេអូបន្តខ្ញុំនឹងណែនាំតកតងជាមួយនឹងការតាមដានគុណភាពរបស់ប្រភេទធុង inox បន្តទៀតបាទអរគុណ